សួស្តីគ្នាចឹងថ្ងៃនេះខ្ញុំនឹងលើកយកនៅពាក្យថ្មីបន្តទៀតចែកជូនដល់អ្នកទាំងគ្នាបាទចឹងនេះយើងរៀនអំពីអត្ថន័យនៃពាក្យ shop បាទចឹងពាក្យ shop នេះយើងបកអត្ថន័យបានច្រើនចឹងនៅក្នុងភាសាអង់គ្លេសនេះតើពាក្យ shop នេះមានអត្ថន័យអ្វីខ្លះបាទចឹងយើងចាប់ផ្ដើមសិក្សាតគ្នាបាទចឹងអត្ថន័យទី1គឺពាក្យ shop បាទតួជានាមបាទជា noun គឺមានន័យថា a building បាទ a building or part of a building where you can buy goods or services បាទចឹងពាក្យ shop ហ្នឹងគឺសំដៅទៅលើអគារបាទអគារឬក៏ផ្នែកបាទផ្នែកនៃអគារណាមួយបាទwhere បាទ where ដែលជាទីកន្លែងបាទដែលជាទីកន្លែងដែលអ្នកអាចទិញផលិតផលឬក៏សេវាកម្មបាទអញ្ចឹងជាខ្មែរយើងបកថាជាហាងបាទហាងឬក៏ហាងលក់ទំនិញបាទឥឡូវយើងមើលឧទាហរណ៍បាទ she opened a small flower shop last yearចឹងមានន័យថានាងបាទចឹងនាងបានបើកហាងលក់ផ្កាបាទហាងលក់ផ្កាតូចមួយបាទហាងលក់ផ្កាតូចមួយកាលពីឆ្នាំមុនទី2 I bought this at the souvenir បាទ souvenir shop បាទចឹងមានន័យថាខ្ញុំបានបាទ bought ហ្នឹងមានន័យថាបានទិញចឹងកិរិយាសព្ទដើមគឺ buy បាទចាំមកកិរិយាសព្ទក្នុងទីទៅជា bought ចឹងខ្ញុំបានទិញទំនិញនេះបាទទំនិញនេះនៅហាងលក់វត្ថុអនុស្សាវរីយ៍បាទអញ្ចឹង souvenir នេះបកថាវត្ថុអនុស្សាវរីយ៍បាទទី3 the barber shop is closed on Mondays បាទអញ្ចឹងមានថាហាងបាទអញ្ចឹងហាងកាត់សក់គឺបិទបាទគឺបិទនៅថ្ងៃច័ន្ទអញ្ចឹងថ្ងៃច័ន្ទមានអីអញ្ចឹងមានន័យថាបិទនៅរៀងរាល់ថ្ងៃច័ន្ទអញ្ចឹងពាក្យ shop គឺដើរតួជានាមឥឡូវយើងបន្តទៅអត្ថន័យទី2បាទអញ្ចឹងពាក្យ shop អត្ថន័យទី2គឺដើរតួជាកិរិយាសព្ទបាទមានន័យថា to buy goods បាទ to buy goods ចឹង good មានអីនិយាយគឺដើរតួជានាមបាទតែបើអត់អីទេនឹង good ដើរតួជាគុណនាមមានន័យថាល្អបាទចឹងជាខ្មែរយើងមានន័យថាយើងបកថាទិញទំនិញឬក៏ដើរទិញអីវ៉ាន់បាទឥឡូវយើងមើលឧទាហរណ៍បាទ let's shop for birthday បាទ birthday presents បាទ presents tomorrow បាទចឹង present ឡើងនេះយើងមិនមែនបកថាបច្ចុប្បន្នទេបាទគឺ present នេះមានន័យថាកាដូឬក៏អំណោយហ្នឹងណាបាទlet ថងនេះយើងដឹងឯ let មកពីពាក្យ let us បាទអញ្ចឹងមានន័យថាតោះយើងទៅទិញបាទទៅទិញកាដូបាទទិញកាដូខួបកំណើតនៅថ្ងៃស្អែកបាទទី2 I have to shop for school supplies for my children បាទ for my children ចឹងមានន័យថាខ្ញុំត្រូវតែទៅទិញបាទទៅទិញនៅសម្ភារៈបាទសម្ភារៈសិក្សាសម្រាប់កូនរបស់ខ្ញុំបាទចឹង school supply នេះមានន័យថាសម្ភារៈគ្រប់គ្រងការសិក្សាណាបាទទី3 they went shopping at the mall បាទចឹង mall នេះយើងបកថាផ្សារទំនើបបាទដូចជាយើងនៅខ្មែរយើងទៅ Eon Mall Soria Mall អីហ្នឹងបាទចឹង mall ហ្នឹងគឺផ្សារទំនើបបាទចឹងយើងបកមកវិញមានន័យថាពួកគេបាទពួកគេបានទៅទិញអីវ៉ាន់បាទ
ឬក៏ទៅទិញតំណែងបានទិញតំណែងនៅឯផ្សារទំនើបហើយទី3គឺពាក្យ shop តដែរគឺដើរតួជានាមបាទជា noun បាទគឺមានន័យស្មើនឹងពាក្យ workshop បាទចឹង workshop ហ្នឹងគឺជាកន្លែងដូចជាយានដ្ឋានឬក៏កន្លែងជួសជុលឬក៏រោងជាងបាទរោងជាងណាបាទហើយឥឡូវយើងមើលឧទាហរណ៍បាទ I took my bicycle to the shop for repairs បាទចឹង took គឺមកកិច្ចសព្ទដើមនេះ take បាទចឹងមកកិច្ចសព្ទធំទី2គឺទៅជា took វិញចឹងមានន័យថាខ្ញុំបានបាទខ្ញុំបានយកកង់របស់ខ្ញុំទៅហាងបាទទៅហាងដើម្បីជួសជុលបាទឬក៏ទៅហាងជួសជុលតែម្ដងក៏បានដែរចឹងបកឡើងហ្នឹងបាទទៅទៀតshe works in a tailor បាទ tailor shop ឬក៏ shoeing បាទ shoeing shop បាទ shoeing shop ក៏បានដែរចឹងមានន័យថាtailor shop មានថាហាងកាត់ដេរបាទចឹងមានថានាងបាទចឹងនាងបាទធ្វើការនៅហាងកាត់ដេរបាទទៅទៀតthe car is at theបាទ at the auto repair shop បាទចឹងមានន័យថាឡានហ្នឹងគឺនៅបាទគឺនៅឯកន្លែងបាទកន្លែងជួសជុលរថយន្តឬក៏នៅហាងជួសជុលរថយន្តឬក៏យានដ្ឋានក៏បានដែរនៅឯយានដ្ឋានជួសជុលរថយន្តបាទចឹងយើងអត្ថន័យទី3នេះយើងបកថាកន្លែងពីច្រើនគេប្រើជាមួយកន្លែងជួសជុលហ្នឹងណាហើយពីច្រើនក៏ដូចជាដាក់ពាក្យ tailor auto repair អីចឹងណាបាទចឹងអត្ថន័យនៃពាក្យ shop គឺមាន3ហ្នឹងបាទហើយនេះជាពាក្យបន្ថែមដែលគេប្រើជាមួយពាក្យ shop នេះច្រើនបាទចឹងទីមួយគឺហៅថា repair shop បាទមានន័យថាហាងជួសជុលហើយហាងកាហ្វេបាទហាងកាហ្វេយើងអាសាលើហើយយើងគឺអង់គ្លេសគេថា coffee shop បាទហើយហាងលក់សៀវភៅបាទហាងលក់សៀវភៅអង់គ្លេសហៅថា bookshop បាទហើយហាងលក់សម្លៀកបំពាក់គឺ clothes shop បាទ clothes shop ហើយម្ចាស់ហាងអញ្ចឹងម្ចាស់ហាងគឺអង់គ្លេសហៅថា shop owner ហើយទៅទិញអីវ៉ាន់បាទទិញអីវ៉ាន់គឺយើងប្រើ go shopping បាទ go shopping គឺទៅទិញអីវ៉ាន់ហើយដើរមើលអីវ៉ាន់វិញប៉ុន្តែយើងគ្រាន់តែដើរមើលតែយើងអត់ទិញអញ្ចឹងណាអញ្ចឹងអង់គ្លេសហៅថា window shopping បាទ window shopping ហើយចុងក្រោយនេះយើងលក្ខណៈថាយើងដើរទិញដែលយើងប្រៀបធៀបតម្លៃពីហាងមួយទៅហាងមួយអញ្ចឹងណាបាទចឹងអង់គ្លេសហៅថា shop around បាទចឹង shop around ចឹងយើងដើរសួរថ្នាំនៅហាងជុំវិញនឹងទាំងអស់អញ្ចឹងណាតម្លៃខុសគ្នាមិនដល់មួយណាថោកជាងគេយើងទិញមួយនឹងអញ្ចឹងណាចឹងអង់គ្លេសហៅថា shop around ហ្នឹងបាទចឹងថ្ងៃហ្នឹងខ្ញុំបង្ហាញជូនអ្នកទាំងគ្នានៅពាក្យ shop មួយនឹងទេបាទជូនអ្នកទាំងគ្នាហើយនៅមានវីដេអូមេរៀនក្រោយទៀតបន្តដល់អ្នកទាំងគ្នាដែរចឹងបើគិតថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយចុច subscribe នៅ channel របស់ខ្ញុំដើម្បីទទួលបាននូវមេរៀនថ្មីបន្តទៀតដល់អ្នកចំពោះអ្នកទាំងគ្នាដែរបាទចឹងជម្រាបលាអ្នកទាំងគ្នាបាទ